សួស្តីខ្ញុំឈ្មោះដានីជាអ្នកសម្របសម្រួលសេវាកម្មនៅមជ្ឈមណ្ឌលប្រចាំតំបន់ Sunny Town រដ្ឋ California ថ្ងៃនេះខ្ញុំចង់ពិភាក្សាអំពីលក្ខខណ្ឌតម្រូវទី7នៃបទបញ្ជាចុងក្រោយរបស់ XCBS ឯកជនភាពនៅផ្ទះលក្ខខណ្ឌតម្រូវបញ្ជាក់ថាមនុស្សដែលអ្នកគ្រប់គ្រងមានសរដែលនៅប្រើបាននៅលើទ្វាររបស់ពួកគេហើយពួកគេសម្រេចចិត្តថានរណាអាចចូលកន្លែងរស់នៅរបស់ពួកគេបាននឹងនៅពេលណាតោះត្រឡប់ទៅ Sunny Oak ហើយមើលរបៀបដែលអណ្ដឹកទឿកម្មវិធីទូទាត់បែបវិទ្យាសាស្ត្រនិងសូដាទំពាំងបាយជូរមួយកំប៉ុងបានជួយ Dexter រៀនអំពីសិទ្ធិរបស់គាត់ចំពោះឯកជនភាពដោយរបៀបណាអូខេទៅភពសៅរ៍បន្ទាប់មកភពផ្កាយ Dexter ហ៎ ទីមើលថាខ្ញុំមានអីអូសុំទោស Dex ប៉ុន្តែថ្ងៃនេះ Baskin Robbins កំពុងបើកថ្នាក់រៀនឯកជនតាម Zoom ឯងចង់ចូលរៀនទេទេឯងប្រហែលជាត្រូវចូលសួរម្នាក់ឯងហើយខ្ញុំមានកម្រងហើយ អូខេជួបគ្នានៅពេលក្រោយសម្លាញ់អូខេទៅភពសៅរ៍បន្ទាប់មកភពផ្កាយ Dexter ហ៎មកមើលអ្វីឲ្យខ្ញុំបានបង្រៀន Vex ណែឥឡូវនេះ Vex នឹងហក់រំលងវត្ថុរារាំងឲ្យឯងមើលគឺលោតរំលងអាហារមរណាខ្ញុំគិតថាវាត្រូវការហាត់បន្ថែមទៀតហើយ ខ្ញុំយល់ស្របបើឯងមិនប្រកាន់ទេខ្ញុំរៀបមើលកម្មវិធីទូរទស្សន៍អូខេទៅភពសៅរ៍បន្ទាប់មកនេះបានលើកខ្លាំងនឹងកន្ត្រាក់អារម្មណ៍តើឯងចូលចិត្តទេអីគេតើឯងចូលចិត្តបទចម្រៀងខ្ញុំទេហ្នឹងហើយខ្ញុំគិតថាវាល្អទេតា Nova ខ្ញុំត្រូវការជំនួយរបស់អ្នកអូមានរឿងអីហ្នឹងអ្វីដែលខ្ញុំចង់ធ្វើគឺមើលការបញ្ចាំងលើដំបូងនៃរដូវកាល Lentman ហើយពួកគេចេះតែបន្តចូលបន្ទប់ខ្ញុំអ្នកត្រូវតែជួយដោះស្រាយឲ្យផងទង្វើនោះមិនសមរម្យទេសម្លាញ់មិនឯងមិនចាក់សោទ្វារខ្ញុំអាចចាក់សោទ្វារបានដែរមែនប្រកាសហើយចាក់សោបានតាវាជាបន្ទប់របស់អ្នកមាននរណាគួរចូលក្នុងបន្ទប់អ្នកទេលុះត្រាតែអ្នកឲ្យចូលដូចក្នុងវគ្គទី3ដែរពេល Lentman បានសម្រេចចិត្តបិទផ្លូវពាណិជ្ជកម្មទៅកាន់ភព Pluto 7ដោយប្រើកណ្ដុង laser Modern មែនមែនហើយបើអីចឹងអូខេមានដឹងអត់ចិត្តដល់មកខ្ញុំសម្រាប់ល្មមអញ្ចឹងមិនបានខ្ញុំមិនទៅពិនិត្យមើលថាតើសោអ្នកមានដំណើរការឬអត់តែម្ដងទៅនេះគឺអាចទទួលយកបានអូខេតោះសាកល្បងធ្វើមើលនរណាគេហ្នឹងគឺខ្ញុំ Lucas ហើយសម្រាប់ជាកំណត់ត្រាស្ថានភាពនេះគឺដូចពេលដែល Clifton ចង់ឈានពាន Deep Space Pod 9 ដូច្នេះ Lentman បានប្រើសោ Photon ដើម្បីបញ្ចុះពួកគេមិនឲ្យចូលពិតណាដូច្នេះជាមួយសោនេះខ្ញុំសម្រេចថាតើនរណាអាចចេញចូលបានមែនទេប្រកាសណាស់អ្នកមានសិទ្ធិសម្រេចបានចង់ចូលក្នុងហើយមើល Lentman ចាក់បញ្ចាំងដំបងជាមួយខ្ញុំទេតើជាក្រុមមនុស្សទើពណ៌ខៀវនឹងមែនក្រុមនេះបានពង្រឹងសិទ្ធិរបស់ Dexter ចំពោះឯកជនភាពដោយរំលឹកគាត់ថាគាត់មានសោដែលនៅប្រើបានហើយគាត់មានសិទ្ធិក្នុងការសម្រេចចិត្តថាពេលណាត្រូវប្រើសោយ៉ាងណាមិញវាជាផ្ទះរបស់គាត់សូមចាំថាការផ្លាស់ប្ដូរដ៏មានឥទ្ធិពលធំធេងអាចចាប់ផ្ដើមពីការសន្ទនាតូចៗក្នុងនាមជាអ្នកផ្ដល់សេវាម្នាក់ការផ្ដោតទៅលើមនុស្សមានន័យថាស្ដាប់មនុស្សដែលអ្នកគ្រប់គ្រងនិងឆ្លើយតបទៅនឹងអ្វីគ្រប់យ៉ាងដែលអ្នកបានឮ